សូមបងប្អូនជួយបួងសួងបន្ថែមផងដើម្បីឲ្យខ្លាយជាការពិតឆាប់ៗនេះអ្នកវិទ្យាសាស្ត្រធ្លាប់ព្យាករណ៍ថាបាងកកអាចលិចក្រោមទឹកនៅឆ្នាំ2050ពីមួយឆ្នាំទៅមួយឆ្នាំគ្រោះធម្មជាតិបានវាយប្រហារប្រទេសថៃខ្លាំងទៅជាពិសេសព្យុះនិងគ្រោះទឹកជំនន់តែម្ដងឈានដល់មានការព្យាករណ៍ថាទីក្រុងបាងកកនឹងលិចក្រោមទឹកក្នុងរយៈពេល25ឆ្នាំខាងមុខតាមពិតទៅវាមិនមែនជារឿងថ្មីឡើយសម្រាប់ការព្យាករណ៍បែបនេះព្រោះថាអ្នកវិទ្យាសាស្ត្របានប្រមានជាយូរមកហើយថាដោយសារតែកត្តាបំរែបំរួលអាកាសធាតុបាងកកនឹងលិចចូលក្រោមទឹកនៅឆ្នាំ2050បើមិនចាត់វិធានការចាំបាច់ដើម្បីទប់ទល់ទេនោះរំលឹកទៅការស្រាវជ្រាវដែលផ្សាយដោយកាសែតបាងកកប៉ុស្តិ៍កាលពីខែវិច្ឆិកាឆ្នាំ2019ក្រុមអ្នកវិទ្យាសាស្ត្រលើកឡើងថារាជធានីបាងកកប្រឈមមុខនឹងហានិភ័យនិងទឹកជំនន់ធ្ងន់ធ្ងរពីការកើនឡើងនៃកម្រិតទឹកសមុទ្រនិងការស្រុតដីការសិក្សាជាច្រើនបានបង្ហាញពីភាពងាយរងគ្រោះរបស់ទីក្រុងនេះដោយសារតែកម្ពស់ទាបនិងការទាញយកទឹកក្រោមដីអ្នកជំនាញប្រមានថាបើគ្មានវិធានការចាំបាច់ទេផ្នែកធំអាចនឹងលិចក្នុងរយៈពេលប៉ុន្មានសតវត្សខាងមុខលើពីនេះសម្រុតដីដោយសារការបូមទឹកក្រោមដីច្រើនពេករួមផ្សំជាមួយនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រទូទាំងពិភពលោកពី3ទៅ5មីលីម៉ែត្រជារៀងរាល់ឆ្នាំផងនោះវាធ្វើឲ្យទឹកជំនន់នៅតំបន់ដីសណ្ដទន្លេចៅប្រយ៉ាកាន់តែធ្ងន់ធ្ងរទៅម្យ៉ាងកម្ពស់ជាមធ្យមរបស់ទីក្រុងបាងកកមានត្រឹមតែ1.5ម៉ែត្រពីនីវ៉ូទឹកសមុទ្រប៉ុណ្ណោះដែលធ្វើឲ្យរាជធានីនៃប្រទេសថៃមួយនេះងាយនឹងរងគ្រោះខ្លាំងណាស់ខណៈការបាត់បង់វាលទំនាបលិចទឹកនិងខ្យល់មូសុងកាន់តែខ្លាំងឡើងបានបង្កការគំរាមកំហែងកាន់តែធ្ងន់ធ្ងរប្រភពបាងកកប៉ុស្តិ៍ Credit KPT International តកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា